កម្ពុជាងាយទៅបង្កើតការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរីនិងម៉ាឡេស៊ីបន្ទាប់ពីការផ្គត់ផ្គង់ពីមិត្តម៉ឺនឆ្នាំនិងមិត្តដៃថែបត្រូវបានរដ្ឋបတ်នោះកម្ពុជានៅពេលនេះកំពុងងាកទៅបង្កើននៃការនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីបន្ទាប់ពីការផ្គត់ផ្គង់ប្រេងឥន្ធនៈពីមិត្តម៉ឺនឆ្នាំវៀតណាមនិងមិត្តដៃថែបចិនត្រូវបានរដ្ឋបတ်ស្របពេលដែលសង្គ្រាមរបស់អាមេរិកពួតដៃគ្នាជាមួយនឹងអ៊ីស្រាអែលប្រឆាំងទៅនឹងអ៊ីរ៉ង់បានធ្វើឲ្យមានការរាំងស្ទះក្នុងការផ្គត់ផ្គង់ប្រេងទៅដល់សកលលោកជាពិសេសគឺនៅក្នុងតំបន់អាស៊ីនេះបើយោងតាមឯកឧត្តមកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយការប្រយុទ្ធថ្ងៃពុធទី18ខែមីនាឆ្នាំ2026នេះវាគឺជាការសងសឹកនៅក្នុងសង្គ្រាមប្រឆាំងទៅនឹងអ៊ីរ៉ង់ដែលបានឈានចូលដល់ថ្ងៃទី20គិតត្រឹមថ្ងៃប្រហ័សទី19ខែមីនាឆ្នាំ2026នេះអ៊ីរ៉ង់បានបិទច្រកសមុទ្រហូម៉ូដ៏សំខាន់រហូតដល់ប្រមាណជា 20% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកត្រូវដឹកឆ្លងកាត់សមុទ្រមួយនេះហើយការបិទច្រកសមុទ្រមួយនេះហើយដែលនាំឲ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅពេលបច្ចុប្បន្ននៅទូទាំងសកលលោកគឺមិនទាន់តម្រូវការនោះទេឬអាចនិយាយបានថាកំពុងតែរាំងស្ទះដែលជាលទ្ធផលធ្វើឲ្យប្រេងឥន្ធនៈហក់ឡើងយ៉ាងខ្ពស់កប់ពពកបែបនេះហើយងាកទៅកាន់ប្រទេសវៀតណាមនិងមហាយៈចិនយើងឃើញថាប្រទេសទាំងពីរនេះបានរដ្ឋបတ်ការនាំចេញប្រេងឥន្ធនៈដើម្បីការពារការផ្គត់ផ្គង់របស់ខ្លួនរួមទាំងការលក់ប្រេងមកឲ្យកម្ពុជាផងដែរខណៈដែលកម្ពុជាបានឈប់នាំចូលប្រេងឥន្ធនៈពីប្រទេសថៃដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជាដល់ទៅ2លើកក្នុងឆ្នាំ2025ដែលលើកទី1មានរយៈពេល5ថ្ងៃគិតចាប់ពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងលើកទី2មានរយៈពេល21ថ្ងៃចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូជុំវិញបញ្ហាខាងលើនេះឯកឧត្តមកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាប្រមាណជា 1/3 នៃស្ថានីយ៍ប្រេងឥន្ធនៈទាំង 6300 ទីតាំងនៅកម្ពុជាបានបិទទ្វារកាលពីសប្តាហ៍មុនដោយសារតែសង្គ្រាមអ៊ីរ៉ង់ដែលបានធ្វើឲ្យប្រេងឥន្ធនៈហក់ឡើងថ្លៃខ្លាំងហើយឯកឧត្តមគូបញ្ជាក់ថាស្ថានីយ៍ប្រេងឥន្ធនៈដែលបិទទ្វារនៅពេលបច្ចុប្បន្នមានត្រឹមតែ 5.77% ប៉ុណ្ណោះយោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដែលជាទីភ្នាក់ងារពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបង្ហាញថាប្រទេសថៃធ្លាប់បានផ្គត់ផ្គង់រហូតដល់ជាង 60% នៃតម្រូវការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជានៅក្នុងឆ្នាំ2024ខណៈដែលសិង្ហបុរីនិងម៉ាឡេស៊ីមានចំណាយគ្របដណ្ដប់ជិត 1/3 ហើយប្រទេសចិនមានចំណាយគ្របដណ្ដប់ប្រមាណជា 7%ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាកម្ពុជាកំពុងតែបង្កើនការនាំចូលពីសិង្ហបុរីនិងម៉ាឡេស៊ីដោយសារតែការនាំចេញនៅកន្លែងផ្សេងទៀតហើយថាអ្នកផ្គត់ផ្គង់ដែលមានស្រាប់ក៏កំពុងតែព្យាយាមនាំចេញប្រេងឥន្ធនៈផងដែរបើទោះបីជាការផ្គត់ផ្គង់មានការថមថយចុះយ៉ាងណាក៏ដោយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទៅនឹង Reuters ឯកឧត្តមកែវរតនៈបានមានប្រសាសន៍ថាកម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈបានបន្តិចបន្តួចពីប្រទេសចិនក៏ប៉ុន្តែដោយសារតែកម្ពុជាមានភាពជាដៃគូរឹងមាំជាមួយទៅនឹងបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់លំដាប់ពិភពលោកដូចជាក្រុមហ៊ុន Total និងក្រុមហ៊ុន Chevron ជាដើមដែលហានិភ័យអាចកាត់បន្ថយបានខ្លះឯកឧត្តមកែវរតនៈមិនបានផ្ដល់ព័ត៌មានជាក់លាក់អំពីពេលវេលាដែលការផ្គត់ផ្គង់ពីប្រទេសសិង្ហបុរីនិងម៉ាឡេស៊ីនឹងមកដល់កម្ពុជានោះទេក៏ប៉ុន្តែឯកឧត្តមមានប្រសាសន៍ថាស្តុកប្រេងឥន្ធនៈបច្ចុប្បន្នដែលកម្ពុជាមានគឺអាចប្រៀបធៀបទៅនឹងកម្រិតប្រវត្តិសាស្ត្រឯកឧត្តមកែវរតនៈក៏មានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលថារដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចពិភាក្សាបឋមនៅខែនេះជាមួយទៅនឹងក្រុមហ៊ុន Woodside Energy របស់ប្រទេសអូស្ត្រាលីដើម្បីធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវសម្រាប់រោងចក្រថាមពលកម្លាំង600 មេហ្គាវ៉ាត់ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការផលិតថាមពលនៅឆ្នាំ2027ខាងមុខហើយថាការផ្គត់ផ្គង់របស់ប្រទេសអូស្ត្រាលីបានជួយទប់ស្កាត់ហានិភ័យភូមិសាស្ត្រនយោបាយ